lo ca cho con bèn sang xa lượng hạt tha sinh đó điệp hai con miệng tôi tha sống phải căng râm anh đồng chỉ bắt sắp anh tuần tiếp tục còn là phiếp am krang krang tuần tầng rèn thọ thay chỉ đi say chạy chỉ bằng ấy lâu rung ban trăng trời to nắng cùng cánh tay sắt lăng rằng đói cả mình dân tan rải lặng la ấy lâu vô khăn hỡi tội ông na bèn miên bon ba ba đạp tên na bánh lặng lỡ môn sông tiên lộc trăng đó miên còn trường định môn rộng tế sna sông sọc xa tất cả chưa lạ như vô tình điជីវិតមានន័យត្រូវសាងល្អព្រះធម៌បវរគួរត្រង់ត្រាស់ពេលនេះជាពេលសំគួរណាស់មានព្រះគុណម្ចាស់ថ្លែងសាសនាសូមសាធុជនប្រុងប្រៀបស្ដាប់ក្រំបានជាច្បាប់កើតបញ្ញាបបិទ្ធព្រះករុណាថ្លៃបវរទ្រង់ប្រទានធម៌ដ៏វិសេសថ្លាបរិស័ទប្រុសស្រីមកជុំត្រៀបត្រាប្រាថ្នាត្រង់ត្រេកក្នុងធម្មទានសូមសាប់សាទការជ្រះអក្សរអនុមោទនីបាននៅបញ្ញាសូមជ្រះថ្លាអនុមោទនីសូមនមស្ការថ្វាយបង្គំចំពោះជុំបីនៃព្រះត្រៃរតន៍មានព្រះពុទ្ធរតន៍ព្រះធម្មរតន៍និងព្រះសង្ឃរតន៍ដោយសេចក្តីគោរពធ្វើសមានភាពគ្រប់ប្របានកណាគុណចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជាពិសេសចាស់ដើមទៀនធានដើមបនបានមកជួបជុំគ្នា
នៅក្នុងកម្មវិធីចម្រើនប្រជជននិងតេខេណានុប្រទាននេះលើកទី1ហើយនេះដែលអាត្មាឡើងក្រេហ្នឹងអញ្ចឹងភ័យតិចតិចលឿនញោមបនចម្រើនប្រជជនយើងបើក្នុងបាលីហៅថាអាយុវឌ្ឍនៈមង្គលអាយុវឌ្ឍនៈនេះធ្វើឲ្យច្រើនមង្គលដែលធ្វើឲ្យអាយុកាន់តែច្រើនឡើងដោយញោមវិណាម្ចាស់កម្មវិធីជួបទទួលភ្ញៀវឯងចឹងឯងម្ចាស់កម្មវិធីត្រូវខ្វល់បន្តិចហ្នឹងមែនទេតែបើយកល្អយើងទុកឲ្យញាតិញោមដែលគាត់ជួយកម្មវិធីខ្វល់ខ្វាយជំនួសយើងមកស្ដាប់ធัวខ្លះក្រែងលោកបានបញ្ញាជាគ្រឿងកັບឆ្កាណាម្ចាស់ដើមទៀនហ្នឹងឯងកម្មវិធីជាប្រមុខហ្នឹងបងចឹងគេធ្វើបន់ឲ្យសบายអត់ញោមសบายប្រុសបងចឹងបនចម្រើនប្រជជនឬអាយុវឌ្ឍនមង្គលនឹងគឺធ្វើឲ្យអាយុនឹងកាន់តែច្រើនតែមិនមែនឲ្យច្រើនហួសព្រំដែនវាទេគឺកំណត់ត្រឹមព្រំដែនវាចឹងណាឧបមាថាយើងសំអាយុមកអាចថារស់បានត្រឹម90ឆ្នាំឬ80ឆ្នាំចឹងអាចមានអន្តរាយណាមួយក្នុងចន្លោះរវាង10ឆ្នាំខ្លះ20ឆ្នាំខ្លះ30ឆ្នាំខ្លះអាចធ្វើឲ្យយើងបាត់បង់ជីវិតក៏មានតែពេលណាដែលយើងបានធ្វើនៅកុសលកម្មផ្សេងមានការថ្វាយបង្គំឬសាថ្វាយបង្គំមេដាបៃតាយាយតាឬក៏ភិក្ខុសាមណេរឬក៏ព្រះពុទ្ធព្រះធម៌ឬក៏ធ្វើកុសលកម្មណាមួយដែលជាគ្រឿងរារាំងនៅអន្តរាយមិនអោយបៀតបៀននៅអាយុជីវិតរបស់យើងនឹងធ្វើឲ្យយើងរស់នៅដល់ព្រំកំណត់របស់អាយុយើងណាថាអាយុ100អញ្ចឹងក៏រស់នៅដល់100ឆ្នាំអញ្ចឹងនឹងក៏យើងធ្វើអញ្ចឹងមិនមែនយើងធ្វើឲ្យទៅមានគ្រឿងការពារណាដតីដែលអាចរារាំងនៅអន្តរាយនោះបានទេអញ្ចឹងអាត្មានឹងលើកសាធិកៈរឿងមួយក្នុងសម័យពុទ្ធកាលមានព្រាហ្មណ៍2នាក់នោះគាត់នៅក្នុងទីខៈលំពិកនគរហ្នឹងគាត់ជាសម្លាញ់នឹងគ្នាហើយចេញបួសជាតាបោះបួសខាងក្រៅពុទ្ធសាសនាអញ្ចឹងហើយគាត់ជាអ្នកមានវិជ្ជាយើងហៅថាវិជ្ជាខាងទស្សទាយខាងអីនោះស្ទាត់ជំនាញរៀងខ្លួនអញ្ចឹងដល់ពេលបួសបានប្រហែលជា48ឆ្នាំហើយតាបោះម្នាក់នោះគាត់គិតថាប្រសិនបើអាត្មាអាចនឹងបួសអញ្ចឹងទៀតពូជពងវងតកោរបស់អាត្មាអាចនឹងដាច់ទៅបានន័យថាអត់មានអ្នកបន្តពូជទៀតអញ្ចឹងណាអញ្ចឹងក៏សឹកទៅលោកបរិខាដែលជាគ្រឿងរបស់អ្នកបួសនោះបានច្រើនដែរបានប្រពន្ធមួយគោ100ក្បាលហើយនឹងកហបណៈ100កហបណៈអញ្ចឹងលោកបរិខារបស់អ្នកបួសនឹងបានប្រពន្ធមួយគោ100ក្បាលហើយនឹងកហបណៈ100កហបណៈ100កហបណៈយើងគិតជាមាសបច្ចុប្បន្នប្រហែលជា6ដំឡឹងគិតជាលុយប្រហែលមួយដំឡឹងប្រហែលឲ្យញោមសម្ងាយ6000អញ្ចឹង6ដំឡឹង6ដង36អញ្ចឹង36000ច្រើនដែរអញ្ចឹងគាត់សឹកហើយក៏យកប្រពន្ធមានកូនមួយអញ្ចឹងមិត្តភក្តិគាត់ដែលនៅបួសនឹងគាត់ចាញ់ទៅទីដតីចាញ់ទៅហើយក៏ត្រឡប់មកវិញមិត្តភក្តិដែលសឹកទៅហ្នឹងគាត់ឮដំណឹងថាមិត្តភក្តិគាត់ដែលបួសហ្នឹងមកលេងមកកលែងដើមវិញអញ្ចឹងក៏នាំប្រពន្ធនិងកូនទៅថ្វាយបង្គំសួរសុខទុក្ខមិត្តភក្តិនឹងដែលនៅតជាតបោះនឹងទៅគាត់ក៏ឲ្យកូនទៅប្រពន្ធ3ពោអញ្ចឹងទៅគាត់ថ្វាយបង្គំតបោះដែលជាមិត្តភក្តិនឹងថ្វាយបង្គំទៅតបោះថានាងចូលមានអាយុវែងហើយគាត់យកកូនពីប្រពន្ធមកវិញឲ្យប្រពន្ធថ្វាយបង្គំម្ដងថ្វាយបង្គំទៅតបោះហ្នឹងក៏ពោលថាចូលនាងមានអាយុវែងអញ្ចឹងគាត់ក៏ឲ្យកូនគាត់ដែលនៅតូចនឹងថ្វាយបង្គំតបោះម្ដងថ្វាយបង្គំតបោះអត់ធ្វើមាត់នៅស្ងៀមអញ្ចឹងគាត់ឆ្ងល់ថាលោកម្ចាស់កាលខ្ញុំកណាថ្វាយបង្គំលោកម្ចាស់ថានាងចូលមានអាយុវែងពេលដែលប្រពន្ធខ្ញុំកណាថ្វាយបង្គំលោកម្ចាស់ក៏ពោលថាចូលជានាងមានអាយុវែងតែដល់ពេលកូនខ្ញុំថ្វាយបង្គំលោកម្ចាស់នៅស្ងៀមអញ្ចឹងបានន័យថាម៉េចចង្រឹះអើងអីអញ្ចឹងទៅតាបោះប្រាប់ថាអន្តរាយមានដល់ទីរុកនឹងបានប្តីនឹងឪពុករបស់ទីរុកនឹងសួរថាតើទីរុកនឹងអាចរស់នៅបានប៉ុន្មានឆ្នាំបានតាបោះថារស់នៅបានប្រហែលតែ7ថ្ងៃទេអញ្ចឹងទឹកចិត្តឪពុកម្ដាយស្លាញ់កូនអញ្ចឹងពេលលឺអញ្ចឹងសប្បាយអត់ញោមសប្បាយមិនអត់ស្ដាប់ផងហ្នឹងពេលដែលឮថាកូនរបស់ខ្លួនត្រូវយ៉ាងយូរបំផុត7ថ្ងៃស្លាប់នឹងសប្បាយអត់ទេពូអញ្ចឹងគាត់ចាប់ផ្ដើមសួរតាបោះថាតើមានវិធីសាស្ត្រណាអាចរារាំងអន្តរាយនឹងបានអត់តាបោះដែលជាសម្លាញ់នឹងប្រាប់ថាអត់មានទេអាត្មានឹងអត់មានវិធីសាស្ត្រទេអញ្ចឹងគាត់ក៏សួរថាតើមាននរណាអាចដឹងឧបាយជាគ្រឿងរារាំងនឹងអន្តរាយនឹងមានអត់បានតាបោះគាត់ថាមានព្រះសមណគោដមដឹងនៅឧបាយជាគ្រឿងការពារអញ្ចឹងគាត់ឲ្យហ៊ានទៅទេដោយសារគាត់នាងបួសផ្សេងក្រៅពីពុទ្ធសាសនាអញ្ចឹងគាត់ឲ្យហ៊ានទៅទេខ្លាចបែកទ្រីវត្តតែវត្តដែលគាត់បដិបត្តិគឺផ្សេងអញ្ចឹងគាត់ឲ្យហ៊ានទៅជួបទេអញ្ចឹងបានតាបោះដែលជាសម្លាញ់នឹងប្រាប់ថាប្រសិនបើនាងស្រឡាញ់កូនកុំគិតពីរឿងបែកទ្រីវត្តអញ្ចឹងគាត់ក៏សម្រេចចិត្តនាំប្រពន្ធកូននឹងទៅជួបព្រះមានព្រះភិក្ខម្ដងទៅដល់គាត់ក៏ថ្វាយបង្គំគាត់អត់ប្រាប់រឿងហេតុទេគាត់ថ្វាយបង្គំសិនថ្វាយបង្គំទៅព្រះអង្គក៏ថាដូចគ្នានាងចូលមានអាយុវែង
ប្រពន្ធថ្វាយបង្គំក៏ថាអ្នកចូលមានអាយុវែងដល់ពេលកូនថ្វាយបង្គំព្រះអង្គនៅស្ងៀមដូចគ្នាដូចតាបោះដែរអញ្ចឹងបានគាត់សួរទៅរឿងដូចនឹងតាបោះដែរសួរទៅបានដឹងថាកូននឹងរស់នៅបានតែ7ថ្ងៃទេត្រូវស្លាប់តែកាពិតអាយុរបស់កូននឹងត្រូវរស់នៅបាន120ឆ្នាំតែដោយសារមានអន្តរាយក្នុងចន្លោះនឹងធ្វើឲ្យគាត់នឹងត្រូវស្លាប់ក្នុងរវាង7ថ្ងៃអញ្ចឹងបានសួរទៅព្រះមានព្រះភិក្ខទៅព្រះអង្គថាមានទៅបានរៀបសួរថាត្រូវធ្វើដូចម្ដេចបានព្រះមានព្រះភិក្ខប្រាប់ថាឲ្យនាគនឹងធ្វើបណ្ដប់រោងអញ្ចឹងទៅដាក់តាំងកដាលហើយរោងជុំវិញសម្រាប់ភិក្ខុសងគង់សងខាងជុំវិញកូននឹងដាក់កូនកដាលអញ្ចឹងទៅដាក់ប្រហែលជា6ឬក៏8ឬក៏16អញ្ចឹងហើយឲ្យនិមន្តភិក្ខុសង្ឃមកស្វាធ្យាយព្រះបរិត្តអស់7យប់7ថ្ងៃគឺឆ្លាស់វេនគ្នាវិញថា8អង្គមកសូត្រចប់8អង្គទៅវិញ8អង្គមកទៀតឆ្លាស់គ្នារហូត7យប់7ថ្ងៃអញ្ចឹងគាត់ថាខ្ញុំព្រះករុណាខ្ញុំព្រះអង្គនឹងអាចធ្វើរោងធ្វើបណ្ដប់នឹងបានប៉ុន្តែភិក្ខុសង្ឃច្រើនយ៉ាងនេះខ្ញុំព្រះអង្គមិនអាចរកបានទេចឹងបានព្រះមានភាពថានាគចូលធ្វើរោងចោះចាំតថាគាត់បញ្ជូនសាវកមកអញ្ចឹងគាត់ក៏ធ្វើរោងហើយរៀបតាំងសម្រាប់ទីរោងនោះដាក់កដាលហើយក៏ប្រាប់ដំណឹងនឹងដល់ព្រះមានភាពអង្គបញ្ជូនភិក្ខុសង្ឃមកស្វាធ្យាយរហូតដល់គ្រប់ថ្ងៃទី7ថ្ងៃទី7ហ្នឹងបានព្រះមានព្រះភិក្ខយាងមកផ្ទាល់យាងមកទៅធម្មតាព្រះមានព្រះភិក្ខអង្គជាអច្ឆរិយបុគ្គលអស្ចារ្យក្នុងលោកអញ្ចឹងតែពេលណាដែលព្រះអង្គយាងមកទេវតាដែលមានស័ក្តិធំដូចជាយើងបើយើងថាមនុស្សយើងមន្ត្រីរាជការធំអញ្ចឹងណាមានតាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីធំជាងមកស្ដាប់អញ្ចឹងទេវតាហ្នឹងយៈហ្នឹងបានពោលពីស្ដេចយៈថាក្នុងរវាង7ថ្ងៃហ្នឹងនាគចូលចាប់ទីរោគហ្នឹងបរិភោគចោះអញ្ចឹងបានយៈនឹងមានឱកាសថាក្នុងរវាង7ថ្ងៃហ្នឹងត្រូវតែចាប់ទីរោគស៊ីឲ្យបានបើលើសទៅ8ថ្ងៃគឺហួសដែនកំណត់អញ្ចឹងมันអាចធ្វើអីទីរោគនឹងបានទេអញ្ចឹងព្រះមានពភាកយាងមកដល់ពេលតែយាងមកអញ្ចឹងទេវតាដែលមានស័ក្តិធំមកអង្គុយក្បែរព្រះមានពភាកអញ្ចឹងទេវតាណាដែលមានស័ក្តិតូចត្រូវថយទៅឆ្ងាយរវាង12យោជន៍បើ12យោជន៍យើងរាប់គីឡូជាទូទៅគេរាប់16ក្នុង1យោជន៍16គីឡូអញ្ចឹង12យោជន៍ប្រហែល100គីឡូជាងមែនទេ170 180មែនទេញោម12គីឡូ160 12យោជន៍10យោជន៍160គីឡូអញ្ចឹង12យោជន៍2យោជន៍ទៀត32អញ្ចឹងវាឡើងដល់ជិត200គីឡូដែរ